ព្រះគម្ពីរសុភាសិតចំពុកទី27ខទី17ដែករមែងសំលៀងដែកយ៉ាងណាមនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរអស់លោកអ្នកបងប្អូនទាំងអស់គ្នាតាមរយៈអត្ថបទគម្ពីរនេះក្រុមជំនុំជីវិតថ្មីរបស់យើងនឹងជួយឲ្យលោកអ្នកបរោះឲ្យคล้ายទៅជាបរោះល្អពិតរបស់ព្រះជាម្ចាស់ហើយនឹងរស់នៅជាគំរូដើម្បីលើកដំកើងសេរីរុងរឿងរបស់ព្រះជាម្ចាស់ឈប់ខ្លាចជាបរោះល្អពិតរស់នៅថ្វាយសេរីរឿងដល់ព្រះជាម្ចាស់អីពួកយើងត្រូវធ្វើមកយ៉ាងនៅពេលខាងមុខនេះព័ន្ធកិច្ចបរោះនៃក្រមជំនុំជីវិតថ្មីកម្ពុជានឹងរៀបចំសន្និបាតមួយសម្រាប់បរោះជួយឲ្យបរោះរស់នៅស្របតាមរហ័សរបស់ព្រះជាម្ចាស់ហើយឲ្យគេស្គាល់ទំនួលខុសត្រូវក្នុងនាមជាបរោះហើយបញ្ចេញនូវសក្តានុពលដែលពួកគេមានព្រមទាំងជួយឲ្យពួកគេមានសេរីភាពអំពីចំណងនៃលោកីនេះថ្ងៃសៅរ៍ទី29ខែនេះតែម្ដងនៅវេលាម៉ោង2ដល់ម៉ោង6នៅក្រុមជំនុំជីវិតថ្មីកម្ពុជាទីតាំងផ្សារស្ទឹងមានជ័យថ្មី